Bàជំរាបសួរក៏ដូចជាសួស្តីប្រិយមិត្តអ្នកអានទាំងអស់គ្នាក៏ដូចជាអ្នកស្ដាប់ទាំងអស់គ្នាឈានបន្ទាប់យើងនឹងនិយាយអំពីចំណុចនិយាយអំពីអំណាចនៃការអធិដ្ឋានឥឡូវយើងចាប់ផ្ដើមទាំងអស់គ្នាអូខេអមគ្នាជាមួយនឹងជីវិតដែលស្រស់ស្អាតការអធិដ្ឋានក៏ជាឥទ្ធិពលយ៉ាងខ្លាំងក្នុងការនាំឲ្យសមាជិកគ្រួសារទទួលបានសេចក្តីសង្គ្រោះលោក Epapras ទំនងជាបុគ្គលដែលបាននាំដំណឹងល្អទៅកាន់ទីក្រុង Kolos គាត់បាននៅជាមួយនឹងសាវកប៉ុលនៅពេលដែលសាវកប៉ុលសរសេរសម្បត្តិទៅកាន់ក្រុមជំនុំ Kolos សាវកប៉ុលសរសេរអំពីលោក Epapras ថាអ្នក Epapras ជាបាវបម្រើនៃព្រះគ្រីស្ទដែលមកពីពួកអ្នករាល់គ្នាគាត់សូមជម្រាបសួរមកអ្នករាល់គ្នាដែរគាត់ខំប្រឹងអធិដ្ឋានជានិច្ចឲ្យអ្នករាល់គ្នាបានឈរជាគ្រប់លក្ខហើយពេញខ្នាតតាមព្រះហឫទ័យនៃព្រះគ្រប់ចម្ពោះឪពុកខាងឯវិញ្ញាណកំពុងតែខំប្រឹងឬក៏តយុទ្ធក្នុងការអធិដ្ឋានសម្រាប់បងប្អូនក្រុមជំនុំកូឡូសដែលជាអ្នកជឿខណៈពេលដែលគាត់នៅឃ្លាតពីពួកគេដូចគ្នាផងដែរមិនយូរប៉ុន្មានបន្ទាប់ពីគាត់បានលើកឡើងនៅទុកព្រួយដ៏ខ្លាំងតាក់ទងនឹងចំណុចពិតដែលថាបងប្អូនរបស់គាត់សាសយូដាមិនទាន់បានទទួលសេចក្តីសង្គ្រោះរបស់ព្រះគ្រីស្ទសាវកប៉ុលមានប្រសាសន៍ថាបងប្អូនអើយបំណងចិត្តខ្ញុំនិងសេចក្តីដែលខ្ញុំអង្វរដល់ព្រះឲ្យសាសអ៊ីស្រាអែលនោះគឺគេឲ្យគេបានសង្គ្រោះមិនថាយើងមានទេវវិជ្ជាយ៉ាងដូចម្តេចទេតាក់ទងទៅនឹងការជ្រើសតាំងក៏យើងត្រូវតែទទួលស្គាល់ថាព្រះជាម្ចាស់ប្រើប្រាស់ការអធិដ្ឋានជាយានដើម្បីនាំឲ្យមនុស្សទទួលបានសេចក្តីសង្គ្រោះជាទូទៅមានសង្គ្រាមដ៏ធំកំពុងកើតឡើងសម្រាប់ព្រលឹងនៃសមាជិកគ្រួសារយើងទោះបើពេលខ្លះយើងមិនអាចនិយាយទៅកាន់ពួកគាត់អំពីព្រះជាម្ចាស់បានក៏យើងនៅអាចនិយាយទៅកាន់ព្រះជាម្ចាស់អំពីពួកគាត់បានដែរលោកគ្រូ Austin Aurelius ឆ្នាំ354ដល់430ដែលជាអ្នកដឹកនាំម្នាក់នៅក្នុងទីក្រុង Hippo នៅឯអាហ្វ្រិកខាងជើងគឺជាទេវវិទូដែលបានជះឥទ្ធិពលយ៉ាងខ្លាំងមួយរូបក្នុងប្រវត្តិសាស្ត្រក្រុមជំនុំគាត់បានទទួលឥទ្ធិពលយ៉ាងខ្លាំងតាមរយៈការគោរពបូជាចំពោះសាសនានិងគំរូនៃអ្នកម្ដាយរបស់គាត់លោកស្រី Monica ដែលជាគ្រីស្ទបរិស័ទម្នាក់ប៉ុន្តែការនោះមិនគ្រប់គ្រាន់ក្នុងការនាំឲ្យគាត់កែប្រែចិត្តបែរទៅរកព្រះគ្រីស្ទឬក៏រារាំងគាត់មិនឲ្យរស់នៅជីវិតបែបអសិលធម៌ទេគឺការគាត់មានអាយុ33ឆ្នាំទើបគាត់ពិតជាបានចុះចូលជាព្រះចំពោះព្រះគ្រីស្ទមែនក្នុងសៀវភៅជីវប្រវត្តិរបស់គាត់ដែលមានចំណងជើងថាការលន់តួគាត់បានលើកឡើងយ៉ាងក្បោះក្បាយអំពីការជះឥទ្ធិពលនៃការអធិដ្ឋានរបស់អ្នកម្ដាយគាត់ក្នុងការកែប្រែចិត្តរបស់គាត់ជាការគួរឲ្យចាប់អារម្មណ៍វាមិនមែនគ្រាន់តែជាការអធិដ្ឋានរបស់គាត់ប៉ុណ្ណោះទេប៉ុន្តែក៏មានរួមនៅជីវិតគំរូរបស់គាត់ផ្ទាល់និងការអង្វរឥតឈប់ឈររបស់ម្ដាយគាត់សូមឲ្យគាត់កែប្រែចិត្តជីវិតរស់នៅរបស់គាត់ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងលើគាត់ពន្ធកិច្ចលើផែនដីរបស់គាត់ក៏បានឈានដល់ទីបញ្ចប់ហើយគាត់ក៏បានស្លាប់ប៉ុន្មានថ្ងៃបន្ទាប់ពីកូនរបស់គាត់បានកែប្រែចិត្តការសិក្សាអំពីបេសកកម្មនៅអាស៊ីខាងត្បូងឈ្មោះលោក Scudder គឺជាឈ្មោះដ៏សំខាន់មួយលោកបណ្ឌិត John Scudder មានស្រុកកំណើតនៅឯប្រទេសអាមេរិកគាត់បានមកប្រទេសស្រីលង្កាដើម្បីធ្វើជាបេសកជនហើយបន្ទាប់មកក៏បានទៅប្រទេសឥណ្ឌាកូនទាំង7នាក់របស់គាត់ក៏បានក្លាយជាបេសកជនផងដែរលោក John បានមានប្រសាសន៍ថាអ្នកម្ដាយនៃកូនទាំង7របស់គាត់គឺជាលោកស្រី Horiat ដែលបានអធិដ្ឋានឲ្យកូនគាត់ចូលនគរព្រះប្រពន្ធគាត់មានទម្លាប់ចំណាយពេលនៅថ្ងៃខួបកំណើតកូននីមួយៗដោយការតមអាហារនិងអធិដ្ឋានឲ្យកូននោះលោកស្រី Ida Scudder ដែលជាចៅទួតរបស់លោក John និងលោកស្រី Harriet បានបើកមហាវិទ្យាល័យសាលាពេទ្យនិងមន្ទីរពេទ្យ Vellore នៅខេត្ត Tamil Nadu ប្រទេសឥណ្ឌាខាងត្បូងឪពុកម្ដាយដែលជាគ្រីស្ទបរិស័ទត្រូវតែបង្កើតរបៀបណាមួយដើម្បីអធិដ្ឋានឲ្យកូនរបស់ខ្លួនខ្ញុំលើកឡើងរបៀបណាមួយពីព្រោះការធ្វើបែបនោះយើងអាចងាយនឹងធ្វើប្រហែសឲ្យវារំលងពីគំនិតយើងហើយយើងក៏អាចភ្លេចអធិដ្ឋានផងដែរដូច្នេះយើងត្រូវតែបង្កើតទម្លាប់ដែលនឹងធានាថាយើងនឹងអធិដ្ឋានសម្រាប់កូនរបស់យើង
នៅពេលដែលឪពុកម្ដាយអធិដ្ឋានជាមួយគ្នាការអធិដ្ឋានសម្រាប់កូនៗរបស់ខ្លួនក៏ត្រូវតែមានចំណែកដោយមិនអាចរំលងបានក្នុងពេលនៃការអធិដ្ឋាននោះក្នុងចំណោមសម្បត្តិទាំង13របស់សាវកប៉ុលគាត់បានលើកឡើងអំពីការដែលគាត់អធិដ្ឋានសម្រាប់អ្នកទទួលសម្បត្តិរបស់គាត់10ក្រុមប៉ុន្តែសម្រាប់លោក Timothy ដែលជាកូនខាងឯវិញ្ញាណរបស់គាត់បានលើកឡើងថាគាត់បានអធិដ្ឋានទាំងយប់ទាំងថ្ងៃក្នុងជីវិតអធិដ្ឋានរបស់យើងត្រូវអធិដ្ឋានជាគោលសម្រាប់កូនទាំងកូនខាងឯសាច់ឈាមនិងដៃគូជីវិតរបស់យើងក៏ដូចជាកូនខាងឯវិញ្ញាណរបស់យើងផងដែរយើងគួរអធិដ្ឋានសម្រាប់ពួកគាត់ជាប្រចាំថ្ងៃទំនងជាច្រើនដងក្នុងមួយថ្ងៃនៅពេលដែលកូនរបស់យើងចាកចេញពីផ្ទះរបៀបមួយដែលយើងអាចបំពេញតួនាទីជាឪពុកម្ដាយគឺតាមរយៈការអធិដ្ឋានសម្រាប់ពួកគាត់យើងអាចតាមដានការវិភាគរបស់គាត់តាមរយៈការអធិដ្ឋានរបស់យើងហើយលើកនៅតម្រូវការរបស់ពួកគាត់ទៅកាន់ព្រះជាម្ចាស់ហើយប្រសិនបើពួកគាត់មិនទាន់បានកែប្រែចិត្តនៅឡើយនោះយើងអាចអធិដ្ឋានសូមឲ្យពួកគាត់បានសង្គ្រោះនៅក្នុងជំពូក13ខ្ញុំនឹងនិ